លុបបំបាត់ចោលនៅអេរិយាបថមិនល្អនិងទម្លាប់អាក្រក់អាចជាការព្យាយាមយកឈ្នះខ្លួនឯងយ៉ាងលំបាកប៉ុន្តែជាមួយនឹងការអនុវត្តនិងវិន័យគ្រប់គ្រាន់អ្នកនឹងឃើញការរីកចម្រើនទាំងនៅក្នុងការបំពេញការងារនៅកន្លែងធ្វើការនិងទំនាក់ទំនងជាមួយនិយោជិកឬមិត្តរួមការងារចូលកុំទុកឲ្យទម្លាប់អាក្រក់ទាំងនោះបំផ្លាញដំណើរអាជីពការងារដ៏ត្រចះត្រចង់របស់អ្នកយើងមកស្វែងយល់ជាមួយគ្នាអំពីទម្លាប់ការងារទូទៅបំផុតចំនួន5ដែលគួរតែត្រូវបោះចោលនៅឆ្នាំនេះព្រមទាំងវិធីកម្ចាត់វាចោលដើម្បីភាពរីកចម្រើនរបស់យើងការពន្យាពេលនិងខ្ជះខ្ជាយពេលវេលាការពន្យាពេលនិងការរំខានដទៃទៀតប្រៀបបានជាសត្វកំណាចមួយដែលយើងគ្រប់គ្នាត្រូវតតាំងប្រយុទ្ធជាមួយមិនថាអ្នកត្រូវបានតាក់ទាញចំណាប់អារម្មណ៍ដោយការអូសមើល Facebook លេងឬក៏ជាការជជែកលេងសើចមិនបានសាច់ការជាមួយនឹងមិត្តភ័ក្តិក៏ដោយវាជារូបភាពនៃការខ្ជះខ្ជាយពេលវេលាការខ្ជះខ្ជាយពេលវេលាការងារដ៏មានតម្លៃគឺជាបញ្ហាទូទៅសម្រាប់និយោជិតទោះបីជាវាត្រូវបានដោះស្រាយយ៉ាងងាយស្រួលជាមួយនឹងការផ្លាស់ប្ដូរផ្នត់គំនិតត្រឹមត្រូវក៏ដោយជាជាងទុកកិច្ចការចោលហើយពន្យាពេលធ្វើទៅរឿយៗចូលព្យាយាមរៀបចំការវិភាគនៅចន្លោះម៉ោងណាមួយរាល់ថ្ងៃដើម្បីបង្កើតជាទម្លាប់ប្រចាំថ្ងៃឲ្យខ្លួនឯងមានទំនោរឬចំណងបំពេញការងារឲ្យចប់រួចរាល់ការបង្កើតទម្លាប់ឲ្យខ្លួនមានវិន័យនេះក៏អាចជំរុញឲ្យអ្នកចូលទៅក្នុងស្ថានភាពលំហូរការងារប្រចាំថ្ងៃដែលជាស្ថានភាពផ្លូវចិត្តនៃការចូលរួមនិងផ្ដោតអារម្មណ៍យ៉ាងជ្រាលជ្រៅត្រូវបានគេស្គាល់ផងដែរថាជាការនៅក្នុងតំបន់ in the zone នេះគឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយនៅពេលធ្វើការលើកិច្ចការសំខាន់ៗទោះបីជាវាត្រូវបានធ្វើឲ្យខូចនៅពេលដែលបង្វែរទិសដៅទៅរកសកម្មភាពខ្ជះខ្ជាយពេលវេលាក៏ដោយឥឡូវនេះយើងភាគច្រើនធ្វើការពីផ្ទះហើយការពន្យាពេលអាចនឹងមានការពិបាកនឹងជំនះជាងពេលណាទាំងអស់ចូលជៀសវាងបំផ្លាញការព្យាយាមជំនះទម្លាប់នេះដោយបង្កើតបរិយាកាសកន្លែងអង្គុយធ្វើការងារដែលមិនមានការរំខាននិងសំឡេងរំខាននេះអាចរាប់ចាប់ពីការរៀបចំតុធ្វើការដ៏សាមញ្ញមួយនៅកិច្ចជ្រុងបន្ទប់របស់អ្នករហូតដល់មានការិយាល័យធ្វើការពេញលេញមួយក្នុងផ្ទះអ្នកគួរគប្បីធ្វើឲ្យវាคล้ายជាទម្លាប់មួយដើម្បីពិនិត្យគ្នានិងមិត្តរួមការងាររបស់អ្នកហើយធានាបានថាខ្លួនអ្នកកំពុងបំពេញភារកិច្ចប្រចាំថ្ងៃបានយ៉ាងល្អទម្លាប់មិនចេះរៀបចំរបស់របរឬមិនមានរបៀបរៀបរយចំណុចនេះគួរដើរទន្ទឹមគ្នាជាមួយនឹងចំណុចដំបូងរបស់យើងការរៀបចំឲ្យមានការវិភាគដែលមានរបៀបរៀបរយអាចជួយកាត់បន្ថយចំណងក្នុងការពន្យាពេលធ្វើការងារអ្នកជំនាញបានណែនាំឲ្យរៀបចំផែនការថ្ងៃធ្វើការរបស់អ្នកនៅពេលល្ងាចជាមុនព្រោះវាជួយឲ្យអ្នកត្រៀមខ្លួនចាប់ផ្ដើមធ្វើការនៅព្រឹកថ្ងៃបន្ទាប់បានយ៉ាងល្អនេះរួមបញ្ចូលទាំងការគ្រោងបញ្ជីការងារត្រូវធ្វើថ្ងៃកំណត់ប្រគល់ការងារនិងគម្រោងសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ជាអាទិភាពដោយដែលបានរៀបរាប់រួចហើយត្រូវប្រកាសថាមានការវិភាគថេរសម្រាប់អ្នកដែលទំនេរនិងពន្យាពេលធ្វើការងារហើយការវិភាគអាចជាពេលវេលានៅពេលព្រឹកដ៏មានតម្លៃរបស់អ្នកការប្រើកម្មវិធីប្រតិទិនលើទូរស័ព្ទដៃដែលអាចរៀបចំការវិភាគបានដូចជា Google Calendar ឬ Microsoft Outlook Calendar ក៏អាចជួយរំលឹកអ្នកឲ្យបំពេញការងារឲ្យរួចបានដែរទោះយ៉ាងណាក៏ដោយការហ្វឹកទម្លាប់រៀបចំមានរបៀបរៀបរយមិនចប់ត្រឹមតែការបង្កើតកាលវិភាគមួយប៉ុណ្ណោះទេការរៀបចំតុកន្លែងធ្វើការឲ្យមានសណ្ដាប់ធ្នាប់ក៏ជួយជំរុញឲ្យយើងងាយនឹងប្រមូលផ្ដុំស្មារតីធ្វើការហើយអភិវឌ្ឍផ្នត់គំនិតឲ្យធ្វើការយ៉ាងមានប្រសិទ្ធភាពខ្ពស់ការស្រាវជ្រាវផ្នែកចិត្តសាស្ត្របង្ហាញថាភាពវង្វេងស្មារតីធ្វើឲ្យរាំងស្ទះដល់ការផ្ដោតអារម្មណ៍របស់យើងក៏ដូចជាការបំផ្លាញផ្លូវចិត្តយើងដែរដែលបណ្ដាលឲ្យកម្រិត stress ការថប់បារម្ភនិងការធ្លាក់ទឹកចិត្ត
កើនឡើងការចំណាយពេលដើម្បីសម្អាតបរិវេណធ្វើការងាររបស់អ្នកមិនថាតុការិយាល័យឬបន្ទប់គេងទាំងមូលរបស់អ្នកសុទ្ធតែអាចនាំទៅរកការបំពេញការងារដែលមានគុណភាពខ្ពស់និងមានប្រសិទ្ធភាពខ្ពស់ជាងមុនមានតុល្យភាពជីវិតការងារទាបដោយហេតុថាចំនួនមនុស្សបានបន្តកើនឡើងហើយក្លាយជាកម្លាំងពលកម្មសំខាន់មួយផ្នែកធំនៃពិភពលោកគេសង្កេតឃើញថាមនុស្សទាំងនេះបានបង្ហាញពីភាពតានតឹងការថប់បារម្ភនិងការនឿយហត់ពីការងារក្នុងកម្រិតមួយយ៉ាងខ្ពស់បាតុភូតនេះបានក្លាយជាការចាប់អារម្មណ៍ថ្មីមួយក្នុងចំណោមអ្នកធ្វើការវ័យក្មេងជាមួយនឹងការមានបណ្ដាញ Smartphone និងការតាក់ទងតាមអ៊ីនធឺណិតដ៏ធំទូលាយប៉ុន្តែទោះបីជាមានការស្រាវជ្រាវបង្ហាញថាពួកគេជាក្រុមមនុស្សចម្បងដែលទទួលរងនូវផលប៉ះពាល់ក៏ដោយការសិក្សាទៅលើសុខភាពផ្លូវចិត្តរបស់ប្រទេសអូស្ត្រាលីបានបង្ហាញតួលេខមួយទៀតគឺប្រមាណ 1/3 នៃកម្មករក្នុងប្រទេសអូស្ត្រាលីកំពុងតស៊ូជាមួយនឹងភាពតានតឹងឬ stress ពីកន្លែងធ្វើការសមត្ថភាពក្នុងការសាងតុល្យភាពការងារនិងតម្រូវការផ្ទាល់ខ្លួនរបស់មនុស្សម្នាក់គឺមានសារៈសំខាន់ណាស់ព្រោះការធ្វេសប្រហែសត្រង់ចំណុចនេះច្រើនតែនាំឲ្យមានបញ្ហាផ្លូវចិត្តនិងផ្លូវកាយលទ្ធផលការងាររបស់អ្នកជាលទ្ធផលអាចរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរនៅពេលដែលអ្នកបំពេញភារកិច្ចប្រចាំសប្តាហ៍ត្រូវប្រកាសថាពិនិត្យមើលតម្រូវការផ្ទាល់ខ្លួនដែលទាក់ទងនឹងសុខភាពតែអ្នកកំពុងតែញ៉ាំអាហារដែលមានសុខភាពល្អនិងអាហារប្រចាំថ្ងៃច្រើនទេតើអ្នកគេងបានគ្រប់គ្រាន់ទេតើអ្នកទុកពេលវេលាដើម្បីហាត់ប្រាណទេនៅពេលទុកចោលដោយមិនយកចិត្តទុកដាក់សូម្បីតែទម្លាប់ចាំបាច់ប្រចាំថ្ងៃក៏អ្នកអាចនឹងលែងខ្វល់ខ្វាយធ្វើដែរដូចជាការធ្វេសប្រហែសរឿងអនាម័យឬការតុបតែងខ្លួនឲ្យសមរម្យជាដើមមនុស្សមួយចំនួនលះបង់ការធ្វើសកម្មភាពទាំងនេះដើម្បីបំពេញការងារឲ្យបានច្រើនប៉ុន្តែការធ្វើដូច្នេះអាចបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះការងាររបស់អ្នកការប្រកាន់ខ្ជាប់ឥរិយាបថអវិជ្ជមានចំណុចចុងក្រោយគឺការរក្សាអាកប្បកិរិយាវិជ្ជមាននិងរួសរាយរាក់ទាក់មានភាពចាំបាច់យ៉ាងខ្លាំងក្នុងការទទួលបានភាពជោគជ័យនៅកន្លែងធ្វើការបើទោះបីជាអ្នកងាយនឹងទទួលរងនៅភាពតានតឹងពីការងារក៏ដោយការប្រកាន់ខ្ជាប់ភាពអវិជ្ជមានមិនផ្ដល់គុណប្រយោជន៍ឲ្យនរណាម្នាក់ឡើយការប្រកាន់ខ្ជាប់នៅទម្លាប់ផ្ទាល់ខ្លួនដែលល្អអាចជួយឲ្យអ្នកបន្ធូរអារម្មណ៍ឬគ្រប់គ្រងភាពតានតឹងរបស់អ្នកបានប្រសើរនេះរាប់បញ្ចូលទាំងរបបអាហារដែលមានគុណភាពការគេងបានគ្រប់គ្រាន់និងមានទម្លាប់ហាត់ប្រាណជាប្រចាំការផ្ដោតទៅលើផ្នែកវិជ្ជមាននៃស្ថានភាពផ្សេងអាចស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែអាចជាការជំរុញដល់មានប្រសិទ្ធភាពខ្ពស់សម្រាប់សុខុមាលភាពផ្លូវចិត្តទាំងមូលរបស់អ្នកលើសពីនេះទៀតនៅពេលអ្នកមានជម្លោះឬជួបកលៈទេសៈដែលគួរឲ្យធុញទ្រាន់ណាមួយការប្រស័យតាក់ទងយ៉ាងច្បាស់លាស់និងស្មោះត្រង់អាចជាវិធីល្អបំផុតសម្រាប់ជៀសវាងមិនឲ្យអ្នកមានអារម្មណ៍អវិជ្ជមានឬធ្វើការឆ្លើយតបដោយមិនសមគួរការធ្វើខ្លួនជាអ្នករិះគន់ដ៏អាក្រក់បំផុតរបស់ខ្លួនឯងក៏ជាបញ្ហាទូទៅមួយផងដែរហើយជាធម្មតាអាចបណ្ដាលឲ្យអ្នកមានផ្នត់គំនិតមិនល្អឬផ្នត់គំនិតជាអ្នកចាញ់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះវាអាចនឹងប្រសើរឡើងបើអ្នកពិនិត្យមើលគោលដៅរបស់ខ្លួនជាញឹកញាប់រំលឹកនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងនៅរាល់សមិទ្ធផលឬភាពជោគជ័យផ្សេងព្រមទាំងកាយសម្រួលផែនការផ្សេងទៀតដើម្បីបង្កើតគោលដៅដែលអាចសម្រេចបាននិងមានភាពប្រកបជាងនេះទោះបីជាការបោះបង់ទម្លាប់ប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃតម្រូវឲ្យមានការអនុវត្តជាប្រចាំក៏ដោយតែគ្រប់យ៉ាងនឹងកាន់តែប្រសើរឡើងបើអ្នកអាចចោលវាបានបន្ថែមពីនេះអ្នកគួរតែយកភាពជោគជ័យរបស់អ្នកដទៃមកធ្វើជាកម្លាំងជំរុញដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់អ្នកប្រសើរជាងជាចុងក្រោយយើងក៏ចង់រំលឹកផងដែរថានៅពេលដែលអ្នកកម្ចាត់ចោលនៅរាល់ទម្លាប់អាក្រក់ទាំងនេះបានហើយ
អ្នកគួរជំនួសវាដោយជំនាញថ្មីៗដែលទីផ្សារការងារកំពុងត្រូវការ។